នេះគឺជារបៀប unfriend នៅក្នុង Facebook ដែរមិត្តភ័ក្តិណាដែលគាត់ទុក account ចោលយូរអត់បានលេងអញ្ចឹងយើងអត់បានដឹងឬមួយក៏មិត្តភ័ក្តិណាដែលគាត់មាន friend ជាមួយយើងប៉ុន្តែគាត់អត់មានសកម្មភាពមួយយើង like share អីអញ្ចឹងយើងអាចសាកធ្វើវិធីនេះបានបើយើងចង់ទុកនៅ friend មួយគាត់ក៏បានឬមួយក៏ចង់ unfriend ចឹងអាចមកមើលវិធីនេះបានដំបូងឡើយ friend Facebook របស់ខ្ញុំគឺ 5000 នាក់បញ្ញាអញ្ចឹងនៅពេលដែលខ្ញុំចង់ add គេថ្មីគឺ add អត់បានទេអញ្ចឹងពេលដែល add ទៅវា load មកមានពាក្យ cancel ហើយនិង manage friend អញ្ចឹងយើងចុចពាក្យ manage friend ហ្នឹងមកវាចេញជាទម្រង់បែបនេះបងប្អូនហើយយើងចុចចូលមក no mutual friend យើងចុចអាទី2ដែលខ្ញុំគុំវងហ្នឹងណាពេលដែលចុច no mutual friend ហ្នឹងហើយអាទី2ហ្នឹងគឺវាចេញ list ឈ្មោះដែលយើងត្រូវ unfriend ហ្នឹងហើយបងប្អូនហើយទាំងអស់នេះគឺសរុបចំនួនទាំងអស់473នាក់គឺច្រើនដែរចាហើយតែគ្រាន់តែឈ្មោះនឹងខាងក្រោមនេះគឺជាឈ្មោះដែលសំខាន់ដែលយើងត្រូវចាំបាច់ unfriend ហ្មងមុននឹងខ្ញុំចូលទៅ unfriend ហ្នឹងគឺខ្ញុំចូលមើលឈ្មោះនីមួយៗតាំងពីដើមលើដល់ខាងក្រោមទាំងអស់ហ្មងឲ្យប្រកាសចិត្តថាតើ account របស់គាត់ហ្នឹងគឺទុកចោលឬមួយក៏គាត់អាច like មក comment មក account របស់ខ្ញុំអញ្ចឹងណាអញ្ចឹងគ្រាន់តែឈ្មោះទី1 Annie Single ហ្នឹងចាគឺ account គាត់គឺត្រូវបានទុកចោលគាត់អត់លេង account ហ្នឹងហ្មងតាំងពីឆ្នាំ2021អញ្ចឹងបើសរុបមកដល់2025ណាទុកចោលឡើង4ឆ្នាំអានេះដោយសារតែយើងអត់ដឹងតែពេលឥឡូវតាំងពី Facebook គេមានកម្មវិធីបែបនេះមកគឺថាងាយស្រួលមែនតើយើងអត់ចាំបាច់អង្គុយរកឈ្មោះ 5000 នាក់ហ្នឹងស្រាវជ្រាវថា account ណាមួយដែលគេជប់លេងទេអញ្ចឹងធ្វើឲ្យយើងងាយស្រួលថាស្លេចឈ្មោះមួយដែលយើងត្រូវ unfriend ណានិយាយរួមទៅគឺ account ដែលគេដាក់ឈ្មោះមកគឺសិតតែ account ដែលគេទុកចោលអត់ក្រោម2-3ឆ្នាំទេតាំងពី2020និង21ចាអានេះដោយសារតែយើងអត់ដឹងតែពេលឥឡូវយើងដឹងចាគឺសូមជម្រាបលាហើយព្រោះដោយសារខ្ញុំគឺត្រូវការមិត្តភ័ក្តិដែលថ្មីអញ្ចឹងពេលគេចង់មក add គឺអត់បានហើយយើង add ទៅគេក៏អត់បានអញ្ចឹងយើងត្រូវស្រាវជ្រាវ account ណាដែលគេទុកចោលលេងអញ្ចឹងយើងត្រូវទម្រួសចោលហើយយើងត្រូវប្រសិទ្ធភាពជាមួយនឹងមិត្តភ័ក្តិថ្មីវិញម្ដងដោយសារតែមនុស្សខ្ញុំឲ្យតែខ្ញុំអូសកាត់អ្នកដែលមិនថាស្គាល់ឬមួយក៏អត់ស្គាល់ក៏ដោយគឺខ្ញុំឲ្យតែឃើញគឺខ្ញុំចុច like ចុចយ៉ាងហើយណាអត់ស្គាល់ក៏ត្រូវឲ្យបេះដូងគេដែរព្រោះដោយសារគាត់ថាគេ add មកយើង add ទៅគេអញ្ចឹងតែកំណាញ់អីរឿងប៉ុណ្ណឹងអ្នកទាំងអស់គ្នាអាចសាកជាមួយនឹងវិធីនេះបានគឺថាប្រសិទ្ធភាពខ្ពស់ហ្មងខ្ញុំសាកហើយអនុវត្តពិត